ឆ្នាំ2025បានកន្លងផុតហើយថ្ងៃនេះគឺជាថ្ងៃទី1នៃឆ្នាំ2026ពួកយើងបានជួបរឿងរ៉ាវជាច្រើនក្នុងឆ្នាំ2025មានរឿងខ្លះសមបំណងនិងរឿងខ្លះមិនសមបំណងតែទោះបីជាយ៉ាងណាក៏យើងបានឆ្លងផុតវាមកហើយរឿងដែលមិនសមបំណងយើងយកទុកជាមេរៀនដើម្បីអភិវឌ្ឍខ្លួនឯងនិងរឿងសមបំណងយើងសាទរវានិងសប្បាយរីករាយនឹងជោគជ័យដែលយើងបានរំលឹកកាលពីឆ្នាំ2025នៃដើមឆ្នាំខ្ញុំបានសរសេរគោលដៅរបស់ខ្ញុំក្នុងឆ្នាំ2025ហើយគោលដៅទាំងនោះគឺខ្ញុំបានសម្រេចខ្លះនិងមិនបានសម្រេចខ្លះហើយនៅថ្ងៃចង់មកបង្ហាញអំពីគោលដៅរបស់ខ្ញុំដែលបានសម្រេចនិងមិនបានសម្រេចនៅក្នុងឆ្នាំ2025ហើយនេះគឺជាគោលដៅទាំង11ចំណុចដែលខ្ញុំបានសរសេរក្នុងឆ្នាំ2025ហើយតើខ្ញុំអាចសម្រេចអីគេខ្លះខ្ញុំនឹងរៀបរាប់ប្រាប់បងប្អូនទាំងអស់គ្នាអធិស្ឋានផងដោយសារតែខ្ញុំសរសេរដៃរៀងក្រិចបន្តិចហើយប៉ុន្តែខ្ញុំនឹងរៀបរាប់និយាយប្រាប់បងប្អូនទាំងអស់គ្នាអញ្ចឹងមិនបាច់ចាំមើលអក្សរខ្ញុំទេឥឡូវខ្ញុំមករៀបរាប់ពីគោលដៅទី1របស់ខ្ញុំគឺពានរង្វាន់ទិវាអំណាចកាលនោះខ្ញុំដាក់គោលដៅថាខ្ញុំនឹងប្រឡងពានរង្វាន់ទិវាអំណាចហើយនឹងយកពានបានលេខប្រមាណក៏ដោយក៏ខ្ញុំដាក់យកដែរប៉ុន្តែពេលហ្នឹងខ្ញុំដាក់ហើយខ្ញុំអត់បានជាប់ទេលេខប្រមាណខ្ញុំអត់បានជាប់ទេឥឡូវចេញមកគឺធ្លាក់គោលដៅមួយហើយនៅដើមឆ្នាំ2025ហ្នឹងហើយគោលដៅទី2នោះគឺខ្ញុំត្រូវបញ្ចប់រឿងផ្កាសត្វចម្លែកហើយនឹងផ្កាផ្លុយតុងដែលធ្វើជាប្រអប់រូបផ្កាមួយអាហ្នឹងគោលដៅហ្នឹងគឺខ្ញុំបានសម្រេចហើយក៏ដៅទី3នោះគឺខ្ញុំសរសេររឿងខ្លួនឯងនិយាយទៅខ្ញុំចង់សរសេររឿងពីជីវិតរបស់ខ្ញុំដែលខ្ញុំធ្លាប់ឆ្លងកាត់អញ្ចឹងហើយគោលដៅមួយហ្នឹងក៏ខ្ញុំបានសម្រេចដែរខ្ញុំបានសរសេររឿងនឹងរួចហើយនឹងកំពុងតែកែសម្រួលហើយត្រៀមបោះពុម្ពផ្សាយផងដែរហើយគោលដៅបន្តរបស់ខ្ញុំនោះគឺបញ្ចប់រឿងសុបិនចុងក្រោយគោលដៅមួយហ្នឹងគឺខ្ញុំអត់បានសម្រេចទេខ្ញុំអត់បានប៉ះរឿងសុបិនចុងក្រោយហ្នឹងអីបន្តិចហ្មងហើយដែលយើងថាចង់បោះពុម្ពផ្សាយហ្នឹងក៏អត់បានបោះពុម្ពផ្សាយដែរហើយគោលដៅបន្តនោះគឺសរសេររឿងផ្លូវទៅសាលាបងប្អូនទាំងអស់គ្នារឿងផ្លូវទៅសាលាហ្នឹងក៏ខ្ញុំអត់បានសរសេរដែរដោយសារតែគោលដៅបន្តជាមួយខ្ញុំត្រៃប្រាប់បងប្អូនទាំងអស់គ្នាហេតុអីបានជាមានគោលដៅជាច្រើនដែលខ្ញុំអត់អាចសម្រេចបានបន្តមកទៀតខ្ញុំបានសរសេររឿងពានរង្វាន់ពានរង្វាន់ពុទ្ធសបណ្ឌិតខ្ញុំដាក់គោលដៅថាខ្ញុំនឹងយកពានឲ្យបានហើយពិតជាយកបានមែនគឺពានរង្វាន់ពុទ្ធសបណ្ឌិតគោលដៅនេះគឺបានសម្រេចបន្តមកគឺសរសេររឿងពានរង្វាន់ព្រះនាងអន្តរទេវីរឿងពានរង្វាន់ព្រះនាងអន្តរទេវីហ្នឹងក៏ខ្ញុំសរសេរបានសម្រេចដែរគឺខ្ញុំដាក់គោលដៅថាយកលេខ1ឆ្នាំ2024ហ្នឹងពេលដែលខ្ញុំចង់មកពីឆាកខ្ញុំនឹកឃើញគំនិតរឿងដាក់សរសេរឆ្នាំ2025ហ្មងដើម្បីខ្ញុំគិតថាខ្ញុំនឹងយកលេខ1ពេលនេះគឺខ្ញុំបានលេខ1មែនលើពានរង្វាន់ព្រះនាងអន្តរទេវីហើយបន្តមកទៀតគោលដៅរបស់ខ្ញុំគឺខ្ញុំនឹងអត់ចូលធ្វើការវិញទេខ្ញុំនឹងនៅផ្ទះហើយសរសេររឿងរបស់ពុម្ពផ្សាយអញ្ចឹងហើយបានជាខ្ញុំមានគោលដៅសរសេររឿងច្រើនមែនទែននៅក្នុងឆ្នាំហ្នឹងដូចជារឿងខ្ញុំរៀបរាប់ខាងលើរឿងសុបិនចុងក្រោយរឿងជីវិតរបស់ខ្ញុំផ្ទាល់ខ្លួនហើយនឹងរឿងផ្លូវទៅសាលាហ្នឹងគឺខ្ញុំចង់សរសេរក្នុងឆ្នាំហ្នឹងហើយខ្ញុំអត់គិតថាខ្ញុំចូលធ្វើការវិញទេប៉ុន្តែគឺស្ថានភាពជីវិតយើងប្រែប្រួលបើសិនជាខ្ញុំអត់ធ្វើការខ្ញុំអត់មានលុយដើម្បីចិញ្ចឹមជីវិតទេអញ្ចឹងហើយខ្ញុំបានសាកដែរប្រហែលខែហ្នឹងគឺខ្ញុំនៅផ្ទះហើយខ្ញុំសរសេររឿងហើយព្យាយាមប្រមូលសៀវភៅដើម្បីលក់យកមកប្រាក់ចំណូលអញ្ចឹងប៉ុន្តែខ្ញុំអត់អាចរកប្រាក់ចំណូលដោយសារតែលក់សៀវភៅហ្នឹងមកចិញ្ចឹមជីវិតបានទេហើយក៏អត់បានរកប្រាក់ចំណូលដោយសារតែខ្ញុំធ្វើការ freelance ហ្នឹងក៏អត់អាចចិញ្ចឹមជីវិតបានដែរអញ្ចឹងខ្ញុំត្រូវតែប្រញាប់ចូលធ្វើការពេញម៉ោងជាបន្ទាន់ហើយផែនការដែលខ្ញុំចង់ធ្វើការនៅផ្ទះផ្ទាល់ខ្លួនហ្នឹងក៏បរាជ័យដែរគឺអត់បានសម្រេចទេអញ្ចឹងហើយយើងមកនិយាយពីផែនការបន្តនេះគឺខ្ញុំចង់ហាត់ប្រាណមួយថ្ងៃឲ្យបាន2ដងព្រឹកម្ដងថ្ងៃម្ដងអញ្ចឹងប៉ុន្តែខ្ញុំធ្វើបានតែម្ដងទេគឺខ្ញុំហាត់ពេលល្ងាចខ្ញុំអត់បានហាត់បាន2ដងទេហើយចេញទៅក្រៅកន្លែងមានប្រយោជន៍ដោយសារតែកន្លងមកខ្ញុំអត់ដែរចេញទៅក្រៅជួបជាមួយនឹងគេអីធ្វើអីមនុស្ស introvert នៅទៅផ្ទះអានសៀវភៅអញ្ចឹងហើយខ្ញុំចង់ជំនះខ្លួនឯងចេញទៅក្រៅអញ្ចឹងប៉ុន្តែការងារហ្នឹងក៏វា fail ដែរខ្ញុំអត់បានចេញទៅក្រៅទេសរុបមកខ្ញុំនៅផ្ទះដដែលហើយទី10នោះគឺទៅវិបស្សនានៅទីនេះខ្ញុំបានសម្រេចគោលដៅមួយនេះធំដែរគឺខ្ញុំបានទៅវិបស្សនាតាមបំណងរយៈពេល10ថ្ងៃហើយអស់ហើយអ្នកទាំងអស់គ្នាគឺអា11ចំណុចទី11នេះគឺខ្ញុំសេតដដែលទេគឺបោះពុម្ពរឿងសុបិនចុងក្រោយហើយខ្ញុំអត់បានបោះពុម្ពទេអញ្ចឹងសរុបមកមានរឿងជាច្រើនដែលខ្ញុំបានកំណត់គោលដៅខ្លួនឯងហើយខ្ញុំអត់បានធ្វើតាម
នឹងទេដោយសារអីដោយសារតែកលៈទេសៈរបស់យើងរឿងខ្លះយើងអត់អាចកំណត់ថាត្រូវធ្វើអញ្ចឹងទេដូចឆ្នាំហ្នឹងអញ្ចឹងឆ្នាំ2025នេះអញ្ចឹងខ្ញុំបានកំណត់ខ្លួនឯងថាខ្ញុំផ្សេងរឿងច្រើន3 4រឿងហើយកំណត់ខ្លួនឯងថាខ្ញុំនឹងអត់ចូលធ្វើការវិញតែទៅពេលដែលខ្ញុំចូលធ្វើការវិញទៅខ្ញុំអត់អាចសរសេររឿងទាំងអស់ហ្នឹងបានទេព្រោះខ្ញុំត្រូវធ្វើការពេញម៉ោងអញ្ចឹងអាការដែលយើងកំណត់គោលដៅនេះក៏វាលៃទៅតាមនឹងដែរយើងអាចកំណត់ថាវាត្រូវតែអញ្ចឹង 100% អញ្ចឹងមានរឿងខ្លះដែលយើងសម្រេចបាននិងរឿងខ្លះដែលយើងមិនអាចសម្រេចបានហើយទោះបីជាយ៉ាងណាក៏យើងបានឆ្លងផុតវាមកហើយយើងបានធ្វើវាល្អបំផុតហើយសម្រាប់ខ្លួនឯងខ្ញុំគិតថាក្នុងឆ្នាំនេះខ្ញុំធ្វើរឿងដែលល្អបំផុតសម្រាប់ខ្លួនឯងបានច្រើនហើយខ្ញុំបានជួបរឿងរ៉ាវជាច្រើនដែលបងប្អូនទាំងគ្នាមិនដឹងហើយនឹងឆ្លងកាត់អញ្ចឹងហើយខ្ញុំពិតជាសប្បាយរីករាយដែលខ្ញុំអាចឆ្លងផុតឆ្នាំ2025នេះហើយចូលដល់ឆ្នាំ2026ខ្ញុំនឹងកំណត់គោលដៅខ្លួនឯងបន្តទៀតថានឹងធ្វើអ្វីខ្លះទោះបីជាគោលដៅទាំងអស់នោះយើងមិនប្រកាសថាយើងបានសម្រេចទាំងអស់ក៏ដោយប៉ុន្តែយើងមានគោលដៅមួយដែលយើងដើរទៅមុខដូចយើងបានសិតតាមផែនទីមកបើសិនជាយើងអត់បានកំណត់គោលដៅទេយើងចេះតែដើរអញ្ចឹងវាពិបាករកផ្លូវយើងអាចវែងឡើងអញ្ចឹងអឺមកដល់ពេលនេះខ្ញុំក៏ដល់ទីបញ្ចប់ដែរព្រោះខ្ញុំបានបង្ហាញរួចអស់ហើយពីគោលដៅដែលខ្ញុំបានសេឆ្នាំ2025ហើយចាំមើលបន្តទៀតតើឆ្នាំ2026មានគោលដៅអីខ្លះហើយខ្ញុំបានសម្រេចគោលដៅអីខ្លះនៅពេលដែលចុងឆ្នាំ2026ឬក៏ដើមឆ្នាំ2027ខ្ញុំនឹងនិយាយអំពីគោលដៅរបស់ខ្ញុំបង្ហាញបងប្អូនទាំងអស់គ្នាបន្ថែមទៀតនៅពេលនេះខ្ញុំសូមអរគុណជម្រាបលាបាយបាយ